រឿងនេះចាប់ផ្ដើមដោយក្មេងប្រុសម្នាក់ឈ្មោះវាវដែលមានចរិតរពឹសតែឆ្លាតវាវពូកែខាងល្បិចជាងការរៀនសូត្រគាត់តែងតែសោកប៉ាន់អ្នកដទៃឲ្យធ្វើកិច្ចការផ្ទះឲ្យគាត់ដោយប្រើហ្គេមវីដេអូជាធ្នូហើយនៅផ្ទះជំនួសឲ្យការចូលតាមទ្វារគាត់បែរជាឡើងតាមបំពង់ទឹកហើយលួចចូលតាមបង្អួចវិញថ្ងៃមួយវាវកំពុងឈរនៅលើដំបូលផ្ទះញ៉ាំចេកហើយក៏ក្រវែងសម្បកចេកចុះក្រោមលេងរំពេចនោះច្រកទ្វារពេលវេលាដ៏ចម្លែកមួយបានបើកឡើងនៅលើអាកាសហើយសម្បកចេកនោះក៏បាត់ស្រមោលនៅពេលដែលមនុស្សសម្លេងវាធ្លាក់ដល់ដីវាវក៏ស្លន់ស្លោហើយប្រញាប់ចុះទៅមើលប៉ុន្តែមិនឃើញមានអ្វីនៅទីនោះទេដើម្បីឲ្យប្រាកដគាត់ក៏ក្រវែងស្បែកជើងស្គីរបស់គាត់ចុះទៅទៀតប៉ុន្តែពួកវាក៏បានបាត់ទៅក្នុងអាកាសដូចគ្នាបន្ទាប់មកគាត់ក៏ក្រវែងដុំថ្មមួយហើយវាធ្លាក់ចុះជាធម្មតាឥឡូវនេះទើបវង្វេងវង្វាន់ទាំងស្រុងគាត់បានរត់ទៅរកបងប្រុសរបស់គាត់ឈ្មោះអូស្ការដើម្បីព្យាយាមពន្យល់អំពីច្រកទ្វារពេលវេលាដ៏ចម្លែកនេះបងប្អូនទាំងពីរបានបាត់បង់ឪពុកម្ដាយហើយរស់នៅជាមួយលោកយាយរបស់ពួកគេនៅពេលនេះអូស្ការកំពុងតែខឹងសម្បារនឹងវាវយ៉ាងខ្លាំងព្រោះវាវបានហែកទំព័រសៀវភៅរបស់ម្ដាយពួកគេមកធ្វើជាកម្មជ្រួចក្តារនៅពេលដែលវាវនិយាយអំពីច្រកទ្វារពេលវេលាអូស្ការគិតថាគាត់កំពុងតែលេងសើចតាមពិតទៅម្ដាយរបស់ពួកគេបានបាត់ខ្លួនភ្លាមវាវជឿថាម្ដាយប្រហែលជាទៅជាមួយនរណាម្នាក់ប៉ុន្តែអូស្ការគិតថាម្ដាយរបស់ពួកគេគឺជាអ្នកវិទ្យាសាស្ត្រដ៏ពូកែម្នាក់ដែលកំពុងស្រាវជ្រាវអំពីច្រកទ្វារពេលវេលាហើយប្រហែលជាជាប់គាំងនៅក្នុងពេលវេលាផ្សេងទៀតដោយយល់ពីការស្រាវជ្រាវរបស់ម្ដាយអូស្ការចង់នាំគាត់ត្រឡប់មកវិញភាពខុសគ្នានៃជំនឿនេះបានធ្វើឲ្យបងប្អូនទាំងពីរមានភាពរកាំរកូសនិងតានតឹងកាន់តែខ្លាំងឡើងទន្ទឹមនឹងនោះលោកយាយរបស់ពួកគេបានហៅបងប្អូនទាំងពីរមកញ៉ាំបាយល្ងាចនៅចំពោះមុខលោកយាយពួកគេនៅស្ងៀមស្ងាត់ប៉ុន្តែនៅពេលដែលលោកយាយចេញទៅការឆ្លោះប្រកែកគ្នាក៏ចាប់ផ្ដើមឡើងវិញដោយក្តីខឹងសម្បារអូស្ការបានពោលពាក្យជាតិប្រតិចពាក់កណ្ដាលទៅកាន់វាវពេលនោះហើយដែលវាវផ្ទុះកំហឹងហើយដោយសារតែអារម្មណ៍ឆេវឆាវគាត់ក៏ចាប់យកអណ្ដើកជាទីស្រឡាញ់របស់អូស្ការហើយក្រវែងវាចូលទៅក្នុងច្រកទ្វារដ៏អាថ៌កំបាំងនោះបន្តិចក្រោយមកអូស្ការដឹងខ្លួនពីកំហុសរបស់គាត់ហើយបានដើររកអណ្ដើកគ្រប់ទីកន្លែងដោយក្តីបារម្ភនៅពេលដែលរកមិនឃើញគាត់ក៏បានបិទប្រកាសស្វែងរកនៅទូទាំងអ្នកជិតខាងអូស្ការស្រឡាញ់អណ្ដើកនោះខ្លាំងណាស់ហើយបើគ្មានវាទេគាត់គ្រាន់តែយំមិនឈប់ឃើញបែបនេះវាវក៏ដឹងពីទំហំនៃកំហុសរបស់ខ្លួនដើម្បីកែប្រែអ្វីឲ្យប្រសើរឡើងវិញគាត់បានសម្រេចចិត្តលោតចូលទៅក្នុងច្រកទ្វារនោះដោយខ្លួនឯងភ្លាមនៅពេលដែលវាវចូលទៅដល់គាត់ក៏ឃើញខ្លួនឯងនៅក្នុងកន្លែងដ៏ចម្លែកមួយនៅទីនោះអ្វីទាំងអស់ដែលគាត់បានក្រវែងចូលទៅក្នុងច្រកទ្វារកន្លងមកគឺនៅរីប៉ាយពេញទីនោះហើយនៅទីនោះដែរគាត់ក៏បានរកឃើញអណ្ដើកវាវរើសវាឡើងហើយនាំវាត្រឡប់មកផ្ទះវិញភ្លាមគាត់បានដាក់អណ្ដើកត្រឡប់ទៅកន្លែងដើមវិញហើយចូលគេងដោយស្ងាត់ស្ងៀមហាក់ដូចជាគ្មានអ្វីកើតឡើងប៉ុន្តែនៅព្រឹកបន្ទាប់រឿងរ៉ាវបានប្រែប្រួលយ៉ាងខ្លាំងវាវនៅតែគេងលក់ខណៈពេលដែលអូស្ការរៀបចំខ្លួនរួចរាល់ដើម្បីទៅធ្វើការឥឡូវនេះអូស្ការបានចាស់ជាងមុនច្រើនតាមពិតទៅដោយសារតែច្រកទ្វារនោះវាវបានធ្វើដំណើរត្រង់ពីឆ្នាំ1990មកដល់ឆ្នាំ2022មកដល់ពេលនេះអូស្ការបានក្លាយជាសាស្ត្រាចារ្យរូបវិទ្យាបន្តិចក្រោយមកអូស្ការបានទៅហាងមួយដែលគ្រប់គ្រងដោយបុរសម្នាក់ឈ្មោះ David ដើម្បីទិញសម្ភារៈមួយចំនួនបន្តិចក្រោយមកកូនស្រីរបស់ម្ចាស់ហាងឈ្មោះ Elena ក៏បានមកដល់ហាងដែរ Elena និងអូស្ការស្គាល់គ្នាជាយូរមកហើយអូស្ការចូលចិត្តនាងតាំងពីក្មេងប៉ុន្តែគាត់មិនដែលហ៊ានបង្ហាញអារម្មណ៍របស់គាត់ឡើយអាពាហ៍ពិពាហ៍របស់ Elena បានបញ្ចប់ហើយឥឡូវនេះនាងគឺជាម្ដាយដែលមានកូន2នាក់ទោះជាយ៉ាងនេះក្តីសេចក្តីស្រឡាញ់របស់អូស្ការចំពោះនាងនៅតែមាននៅក្នុងចិត្តរបស់គាត់ឥឡូវនេះ Elena ធ្វើការជាសាស្ត្រាចារ្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យតែមួយដែលអូស្ការបង្រៀនរូបវិទ្យាទន្ទឹមនឹងនោះនៅផ្ទះវិញវាវបានភ្ញាក់ពីគេងហើយចាប់ផ្ដើមស្វែងរកអូស្ការគាត់បានកាន់អណ្ដើកទៅរកលោកយាយប៉ុន្តែមកដល់ពេលនេះលោកយាយបានចាស់ខ្លាំងណាស់ហើយមិនស្គាល់ទៅឡើយភ្លាមនោះអូស្ការក៏លេចមុខមកពេលឃើញវាវភ្លាមគាត់មានការតក់ស្លុតយ៉ាងខ្លាំងហើយក៏សន្លប់បាត់ស្មារតីនៅពេលដែលអូស្ការដឹងខ្លួនវិញគាត់បានសួរដោយសំឡេងញ័រថាតើឯងពិតជាវាវមែនទេចំណែកឯវាវវិញគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងគាត់បានសួរថាតើលោកជានរណាហើយហេតុអ្វីបានជាលោកស្គាល់ឈ្មោះខ្ញុំអូស្ការឆ្លើយទាំងរំភើបថាបងគឺជាបងប្រុសរបស់ឯងឬបែបនេះវាវកាន់តែភ្ញាក់ផ្អើលហើយសួរថាហេតុអ្វីបានជាបងធំលឿនម្លេះត្រឹមតែមួយថ្ងៃសោះបន្តិចម្ដងពួកគេទាំងពីរចាប់ផ្ដើមយល់ថាវាវបានធ្វើដំណើរត្រង់មកកាន់ឆ្នាំ2022ដោយសារតែច្រកទ្វារពេលវេលាក្នុងអំឡុងពេលសន្ទនាពួកគេក៏បាននឹកឃើញគ្រាដែលអូស្ការខឹងនឹងវាវរឿងឲ្យកំណត់ត្រារបស់ម្ដាយពួកគេបន្ទាប់មកវាវបានបង្ហាញរូបថតម្ដាយរបស់ពួកគេក្នុងរ៉ូបពណ៌ក្រហមឲ្យអូស្ការមើលឃើញបែបនេះអូស្ការកាន់តែរំភើបចិត្តឥឡូវនេះវាវចាប់ផ្ដើមស្លន់ស្លោហើយចង់ត្រឡប់ទៅឆ្នាំ1992វិញភ្លាមគាត់ខ្លាចថាបើគាត់ទៅដល់យឺតលោកយាយនឹងស្ដីបន្ទោសគាត់យ៉ាងខ្លាំងវាវប្រញាប់រត់ទៅលើដំបូលត្រៀមខ្លួនលោតចូលច្រកទ្វារមិនមែនជាហ្គេមងាយស្រួលនោះទេផ្លូវដែលអ្នកបានដើរមកដល់ទីនេះមិនប្រាកដថានាំអ្នកត្រឡប់ទៅវិញនោះទេអូស្ការសម្រេចចិត្តថាប្រសិនបើពួកគេចង់ត្រឡប់ពីឆ្នាំ2022ទៅឆ្នាំ1990វិញពួកគេនឹងត្រូវស្វែងរកច្រកទ្វារថ្មីមួយជាមួយនឹងគំនិតនេះអូស្ការបាននាំវាវទៅជួបសាស្ត្រាចារ្យជាន់ខ្ពស់របស់គាត់នៅទីនោះសាស្ត្រាចារ្យបានពន្យល់ថាក្នុងឆ្នាំ2022វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែមិនមានភស្តុតាងណាមួយនៃអ្វីដែលដូចជាច្រកទ្វារពេលវេលានោះទេឬបែបនេះបងប្អូនទាំងពីរមានអារម្មណ៍ខកចិត្តបន្តិចខណៈដែលពួកគេធ្វើដំណើរត្រឡប់ទៅវិញនៅតាមផ្លូវវាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះពិភពលោកដ៏ទំនើបនេះដោយឃើញទូរស័ព្ទនៅក្នុងដៃរបស់អូស្ការគាត់បានសួរថាតើវាជាអ្វីអូស្ការសាច់ហើយពន្យល់ថាវាគឺជាទូរស័ព្ទប៉ុន្តែមិនដូចសម័យមុនទេគឺមិនចាំបាច់ចុចលេខឬភ្ជាប់ខ្សែនោះទេ
បន្ទាប់មកអូស្ការបានរំលឹកគាត់ដោយស្ងប់ស្ងាត់ថាឥឡូវនេះពួកគេត្រូវតែផ្ដោតលើការស្វែងរកច្រកទ្វារយ៉ាងណាមិញវាវត្រូវតែត្រឡប់ទៅឆ្នាំ1990វិញរំពេចនោះវាវនឹកឃើញអ្វីម្យ៉ាងគាត់ប្រាប់អូស្ការថាគាត់បានរកឃើញបញ្ជីសរសេរដោយដៃនៅក្នុងឯកសារចាស់របស់ម្ដាយពួកគេក្នុងនាមជាការលេងសើចគាត់បានលាក់វានៅក្នុងវិជ្ជានុក្រមដើម្បីបង្កបញ្ហាដល់អូស្ការវាវគិតថាប្រហែលជាបញ្ជីនោះមានតម្រុយអំពីច្រកទ្វារបងប្អូនទាំងពីរបានសួរលោកយាយរបស់ពួកគេអំពីវិជ្ជានុក្រមនោះហើយជាពេលដែលគាត់បានបង្ហើបថាគាត់បានឲ្យវិជ្ជានុក្រមនោះទៅ David រួចហើយនៅព្រឹកបន្ទាប់អូស្ការប្រាប់វាវថាគាត់នឹងទៅជួប David ហើយបានណែនាំគាត់យ៉ាងតឹងរ៉ឹងមិនឲ្យចាក់ចេញពីផ្ទះក្នុងកាលៈទេសៈណាក៏ដោយប៉ុន្តែវាវមិនដែលស្ដាប់ឡើយភ្លាមនៅពេលដែលអូស្ការចាក់ចេញវាវបានលួចចេញទៅក្រៅដោយស្ងាត់ហើយបានទៅដល់ផ្សារទំនើបដ៏ធំមួយភ្នែករបស់គាត់បើកធំនៅពេលឃើញឧបករណ៍ថ្មីដ៏គួរឲ្យទាក់ទាញនៅជុំវិញខ្លួនគាត់ជាពិសេសនៅពេលដែលគាត់សាកល្បងប្រើវ៉ែនតា Ver ជាលើកដំបូងគាត់បានជំពាក់ជំពិនយ៉ាងខ្លាំងរហូតដល់ធ្វើឲ្យវាខូចដោយអចេតនាបុគ្គលិកផ្សារទំនើបបានទូរស័ព្ទទៅអូស្ការភ្លាមគាត់ត្រូវសងការខូចខាតទាំងអស់ហើយដោយភាពខឹងសម្បារគាត់បានស្ដីបន្ទោសវាវដែលមិនស្ដាប់បង្គាប់បន្ទាប់ពីនេះបងប្អូនទាំងពីរបានធ្វើដំណើរត្រង់ទៅហាងទំនិញរបស់ David ដើម្បីយកវិជ្ជានុក្រមមកវិញ David បានប្រាប់ពួកគេថាវិជ្ជានុក្រមត្រូវបានទុកនៅផ្ទះរបស់គាត់ភ្លាមនោះ Elena ក៏បានមកដល់វាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញនាងហើយឆ្ងល់ថាតើ Elena កាលពីក្មេងបានធំឡើងមានសម្រស់ស្អាតយ៉ាងនេះដោយរបៀបណា Elena សួរថាតើក្មេងនេះជាអ្នកណាហើយតើគាត់ស្គាល់ឈ្មោះខ្ញុំដោយរបៀបណាដើម្បីដោះស្រាយស្ថានភាពអូស្ការបានកុហកថាវាវគឺជាកូនប្រុសរបស់បងប្អូនជីដូនមួយរបស់គាត់ដោយបដូរប្រធានបទ Elena បានអញ្ជើញពួកគេទាំងពីរទៅផ្ទះរបស់នាងនៅទីនោះកូនប្រុសនិងកូនស្រីរបស់នាងកំពុងរវល់លេងហ្គេមវីដេអូវាវមានការជក់ចិត្តនឹងហ្គេមបច្ចេកវិទ្យាខ្ពស់ទាំងនេះហើយចាប់ផ្ដើមលេងជាមួយ Zen ដែលជាកូនប្រុសរបស់ Elena បន្តិចក្រោយមកអូស្ការទីបំផុតបានរកឃើញបញ្ជីនៅក្នុងវិជ្ជានុក្រមគាត់ប្រាប់វាវថាដល់ពេលត្រូវត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែវាវកំពុងតែសប្បាយនឹងការលេងហ្គេមខ្លាំងពេករហូតមិនចង់ចាក់ចេញដោយញឹម Elena និយាយថាក៏ឲ្យគាត់លេងបន្តិចទៀតទៅចាំខ្ញុំជូនគាត់ទៅផ្ទះដោយខ្លួនឯងនៅពេលក្រោយគេប៉ុន្តែក្នុងអំឡុងពេលលេងហ្គេមកូនរបស់ Elena ចាប់ផ្ដើមបង្អាប់វាវពីព្រោះគាត់មិនដឹងថាហ្គេមវីដេអូសប្តាហ៍ថ្ងៃដំណើរការយ៉ាងដូចម្តេចនោះទេក្មេងទាំងនេះថែមទាំងសួរ Alexa អំពីម៉ោងទៀតផងដែលធ្វើឲ្យវាវកាន់តែច្របូកច្របល់ត្រឡប់មកផ្ទះវិញវាវនិងអូស្ការបានត្រឡប់ទៅធ្វើការរបស់ពួកគេវិញនៅលើដំបូលផ្ទះអូស្ការពន្យល់ថាបញ្ជីនោះមានទីតាំងនៃច្រកទ្វារពេលវេលាផ្សេងគ្នាពួកគេព្យាយាមបោះវត្ថុទៅកាន់កន្លែងទាំងនោះដើម្បីស្វែងរកច្រកទ្វារប៉ុន្តែរាល់ពេលដែលពួកគេជួបប្រទះនឹងការខកចិត្តនៅទីបំផុតអូស្ការដឹងថាប្រកាសជាមានកំហុសក្នុងការកន្នារបស់គាត់ហើយគាត់ចាប់ផ្ដើមកន្នាអ្វីគ្រប់យ៉ាងឡើងវិញពីដំបូងទន្ទឹមនឹងនោះវាបានសួរអូស្ការនៅសំណួរជាមួយគាត់និយាយថាបើហេតុអ្វីបានជាបងតែងតែនៅម្នាក់ឯងហេតុអ្វីបានជាបងមិនមានមិត្តភក្តិហើយអ្វីដែលសំខាន់បំផុតនោះហេតុអ្វីបានជាបងមិនដែលប្រាប់ Elena ពីអារម្មណ៍របស់បងដោយមិនងើបមុខមើលអូស្ការបន្តការកន្នារបស់គាត់ហើយឆ្លើយថាទោះបីជា Elena លែងលះក៏ដោយខ្ញុំមិនគិតថាមានអ្វីអាចកើតឡើងរវាងពួកយើងនៅពេលនេះទេប៉ុន្តែវាបានរៀបចំផែនការដោយស្ងាត់រួចទៅហើយដោយមិនប្រាប់អូស្ការគាត់បានប្រើទូរស័ព្ទរបស់គាត់ដើម្បីផ្ញើសារទៅ David, Elena និងកូនរបស់នាងដោយអញ្ជើញពួកគេទាំងអស់មកញ៉ាំអាហារពេលល្ងាចនៅល្ងាចនោះនៅពេលដែលអ្នករាល់គ្នាបានមកដល់មាត់ទ្វារអូស្ការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវានិយាយដោយស្លូតត្រង់ថាពួកខ្ញុំបានអញ្ជើញអ្នករាល់គ្នាដោយខ្លួនឯងគេអូស្ការយល់ភ្លាមថានេះគឺជាទង្វើរបស់វាក្នុងអំឡុងពេលអាហារពេលល្ងាចបរិយាកាសកាន់តែកក់ក្ដៅហើយអូស្ការនិង Elena ចាប់ផ្ដើមមានភាពជិតស្និទ្ធនឹងគ្នានៅថ្ងៃបន្ទាប់ Elena បាននាំវាទៅទិញទំនិញនិងទិញសម្លៀកបំពាក់ថ្មីឲ្យគាត់នៅក្នុងបន្ទប់សាកសម្លៀកបំពាក់លាវចាប់ផ្ដើមធ្វើការអត្ថាធិប្បាយបែបកំ pl ែងធម្មតារបស់គាត់អំពីការប្រកួតបាល់ទាត់រំពេចនោះ Elena នឹកឃើញអ្វីម្យ៉ាងហើយដឹងថានេះគឺជាវាដែលជាប្អូនប្រុសរបស់អូស្ការនាងបានអបគាត់ហើយសួរថាទៅបន្ទាប់ពីប៉ុន្មានឆ្នាំមកនេះហេតុអ្វីបានជាឯងមិនចាស់តតែសោះវាប្រាប់នាងពីការពិតថាគាត់បានលោតចូលទៅក្នុងច្រកទ្វារពេលវេលាដែលបានបញ្ជូនគាត់ត្រង់ពីឆ្នាំ1990មកឆ្នាំ2022 Elena ស្ទើរតែមិនជឿប៉ុន្តែវាខ្លួនឯងគឺជាភស្តុតាងដ៏ធំបំផុតដែលឈរនៅចំ